បាទគោរពជម្រាបសួរពុកម៉ែបងប្អូនបាទជាទីគោរពទីស្រឡាញ់ទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទនរិទ្ធមានជារបស់ពិសេសបងប្អូនបាទជារបស់ពិសេសម្យ៉ាងជាតួអង្គថ្មត្រីសំលៀងបងប្អូនបាទថ្មត្រីសំលៀងបាទថ្មត្រីសំលៀងនេះគឺពិសេសណាស់បងប្អូនបាទនេះលោកសលៀងនេះស្អាតមែនតែនម្ដងសលៀងច្រើនណាស់បងប្អូនបាទខាងពេញផ្សាយខាងនេះមួយសលៀងធំហ៎សលៀងបាទហើយខាងនេះមួយសលៀងដាច់ស្អាតមែនតែនហើយខាងនេះមួយនេះនេះមួយបាទឡើងល្អល់ព្រិលម្ដងហើយខ្ញុំដាក់ប្រេងទៀតរត់តែល្អល់បាទនេះមួយទៀតខាងនេះគឺសលៀង3ជ្រុងនេះគឺស្អាតពិសេសមែនតែនម្ដងប្រភេទថ្មត្រីសំលៀងនេះសលៀងស្អាតមែនតែនមកនេះអត់នេះទេអត់អីទេអត់ជាបញ្ហាទេលើកជូតមកនេះចូលមកខាងនេះទៀតអស់នេះសលៀងស្អាតណាស់បងប្អូនបាទជាប្រភេទថ្មត្រីសំលៀងពិបាករកដែរបងប្អូនបាទពិបាករកណាបាទតម្រោមបានមួយអង្គចង់ដាច់បាយហើយប៉ុណ្ណឹងហើយសួរតែមានអ្នកឆ្ងល់ច្រើនទៀតថាយើងបានចិត្តថ្មត្រីសំលៀងពីណាមកច្រើនបាទបើមិនស្វែងរកទេមិនបានទេបងប្អូនបាទអត់មានវត្ថុស័ក្តិសិទ្ធិណាហោះមកនៅមុខយើងឲ្យយើងបានងាយស្រួលទេបាទបើគ្មានបនិស័យនឹងដើរទៅនឹងគូមិនជួបមិនឃើញផងបាទហើយមិនចិត្តតែបានងាយហើយទៅនឹងអង្គុយសុកមិនដើររកបានទេបាទនេះជាវត្ថុស័ក្តិសិទ្ធិបាទយើងតើយើងគិតពិចារណាតាមការគួរថានិស្ស័យរបស់មនុស្សយើងមាននិស្ស័យផ្សេងគ្នាបាទអ្នកនេះទៅនិស្ស័យបានរបស់នោះទៅអ្នកនេះទៅបានរបស់នេះផ្សេងទៅខុសគ្នាអញ្ចឹងទៅបាទអានឹងវាអញ្ចឹងឯងជាប្រភេទថ្មត្រីសំលៀងហើយនេះវិញគូសំលៀងតែមួយជ្រុងទេសាច់ថ្មក្រហមដូចគ្នាបាទគឺលោកសំលៀងដាច់ស្អាតមែនតើសំលៀងមកប៉ាត់មកខាងនេះមកជាហៀងទៀតនេះនេះឃើញអញ្ចឹងនេះថាឆាបទីឆារែងកាត់ទៅប្រហែលមុនបាទអត់ទេបាទសាច់របស់លោកគឺខ្មៅអញ្ចឹងបាទខ្មៅយ៉ាងខាងនេះក៏សលៀងនេះបាទតែលោកគឺខ្មៅអញ្ចឹងហើយដល់ពេលលោកសលៀងទៅគឺចេញសាច់ខាងក្នុងមកក្រហមអញ្ចឹងសាច់ថ្មមួយមានរបស់ឲ្យពិសេសម្យ៉ាងបានត្រីចូលចិត្តសំលៀងបាទហ្នឹងហើយអរគុណច្រើនបងប្អូនបានវីដេអូខ្ញុំបានមានប្រឹងទីបាទសូមអរគុណក៏សូមគោរពលា